ក្នុងវីដេអូនេះគឺជាហ្គេមដែលបង្កើតដោយការតេស្តទៅលើ AI ចំនួន3ដែលទី1នោះគឺ Cloud 3.5 និង 3.7 បន្ទាប់មកគឺ Gemini 1.5 ហើយនិងចុងក្រោយគេគឺ ChatGPT 4o ហ្គេម Super Mario Bros បានក្លាយទៅជាហ្គេមស្តង់ដារសម្រាប់ model AI ដោយប្រើការសាកល្បងសមត្ថភាពរបស់ពួកគេក្នុងការសម្រេចចិត្តនិងធ្វើយុទ្ធសាស្ត្រ AI បានគ្រប់គ្រង character ដោយប្រើកូដ Python តាមរយៈក្របខ័ណ្ឌ Gaming Agent ដែលបានផ្ញើការណែនាំទៅកាន់ model និងផ្ដល់ជា screenshot សម្រាប់ការវិភាគបើតាមយើងមើលទៅ performance ដែលល្អបំផុតនោះគឺចេញមកពី Cloud 3.5 និង 3.7 ដោយ Anthropic ផ្ទុយទៅវិញ Gemini 1.5 Pro និង ChatGPT 4o គឺដំណើរការមើលទៅគឺរ៉ារ៉ូខ្លាំងមែនទែនដោយ character របស់ពួកគេមួយគឺមានការយឺតនិងមានភាពមិនប្រក្រតីដែលធ្វើឲ្យវាមានការបរាជ័យទាំងស្រុងមិនតែប៉ុណ្ណោះទេគឺយើងមើលទៅ character នៅក្នុង game ហ្នឹងគឺបានងាប់ច្រើនដងដោយសារតែការបម្លាស់ទីរបស់វាគឺមានការយឺតយ៉ាវមែនទែនស្តង់ដារ game កំពុងតែទទួលបានការស្តង់ដារ game គឺកំពុងតែទទួលបានប្រជាប្រិយភាពព្រោះវាផ្ដល់នូវការវិតម្លៃកាន់តែស៊ីជម្រៅនិងវិចារណញ្ញាណបើប្រៀបធៀបទៅនឹងការធ្វើតេស្តសមត្ថភាពទៅលើ AI ចំនួន4នេះគឺជាការអាប់ដេតថ្មីមួយរបស់ក្រុមហ៊ុន AI ទាំងអស់ដែលពួកគេបានធ្វើការតេស្តទៅលើ game Mario មួយនេះ